បងប្អូនយើងបានដឹងច្បាស់ហើយនៅស្រុកមុខកំពូលគឺសម្បូរទូលបាញ់ល្បីជាច្រើនជាពិសេសដែលទូដែលទៅតែងើបឡើងមកវិញនៅក្នុងឆ្នាំ2025នេះគឺមានពនាមថាជ្រៃមាសសាគរតេជោសែនជ័យហើយបើយើងក៏លេចទៅមើលក្នុងជំរុំធំនៅក្នុងឯរោងឫស្សីជ្រោយរបស់លោកអ៊ំស្រេងឬក៏រោងស្រីសសុកសែនជ័យដែលបងប្អូនយើងស្គាល់ច្បាស់នេះគឺសម្បូរទូកច្រើនមែនទែនប៉ុន្តែថ្ងៃនេះគឺខ្ញុំនឹងនាំអារម្មណ៍បងប្អូនយើងទាំងអស់គ្នាមកកលេចមើលទូកមួយដែលមានឈ្មោះថាកម្ពុជាតេជោសែនជ័យឥឡូវនេះកុំឲ្យខកខានពេលវេលាយូរបងប្អូនយើងនឹងទៅតាមដាននឹងជីវប្រវត្តិរបស់គាត់ទាំងអស់គ្នាជាមួយនឹងខ្ញុំបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាជាទីគោរពនិងជាទីស្នេហាក្នុងវិស័យទូកងយើងទាំងអស់គ្នាទូកងដែលមានប៉ានាមថាកម្ពុជាតេជោសែនជ័យគឺជាទូកដែលស្ថិតនៅក្នុងវត្តរតនបុប្ផារាមហៅថាវត្តព្រែកអញ្ចាញដែលស្ថិតនៅក្នុងឃុំព្រែកអញ្ចាញស្រុកមុខកំពូលនៃខេត្តកណ្ដាលដោយទូកនេះក៏កើតឡើងដំបូងនៅក្នុងឆ្នាំ1984ដោយហេតុថានៅក្នុងវត្តអត់មានទូកបាទអញ្ចឹងហើយក៏មានការសាមគ្គីពីបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តទាំងអស់ហ្នឹងក៏បានកសាងទូកមួយដែលមានប៉ានាមថាកម្ពុជាតេជោសែនជ័យសាមគ្គីបាទដែលអាចផ្ទុកចំណោះបាន42នាក់រហូតមកដល់ក្នុងឆ្នាំ1997ក៏ទទួលបានទូកថ្មីមួយដោយជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនដែលបានប្រគល់ហើយក៏បានដាក់ឈ្មោះថាកម្ពុជាសែនជ័យដែលអាចផ្ទុកចំណោះបាន47នាក់ដោយទូកទី2នេះមានល្បឿនមិនធម្មតានោះទេថែមទាំងទទួលបានការកោតសរសើរពីសម្ដេចផ្ទាល់ផងដែរជាពិសេសក្នុងកំឡុងឆ្នាំ97ដល់ក្នុងឆ្នាំ2000ហ្នឹងទូកនេះធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ3ទូទាំងប្រទេសទៅទៀតនៅក្នុងចន្លោះក្នុងឆ្នាំ2005-2007ក៏ទទួលបានទូកថ្មីមួយគ្រឿងទៀតដែលអាចផ្ទុកចំណោះបានគឺ72នាក់ដែលកសាងឡើងដែលជាងដើមនោះគឺជាងអឹមរបស់បងប្អូនយើងអ្នកខាងកំពង់ធំដោយប្រសិទ្ធនាមឬក៏ឈ្មោះនោះគឺកម្ពុជាតេជោសែនជ័យគឺចាប់ពីទូកហ្នឹងមកគឺបងប្អូនយើងស្គាល់ឈ្មោះហ្នឹងហើយបាទគឺកម្ពុជាតេជោសែនជ័យបាទទូកមួយគ្រឿងនេះបើសិនជាយើងនិយាយអំពីរឿងលបឿនយើងអាចនិយាយបានថាលបឿនមិនសូវជាសមប្រកបនោះទេក្រោយមកទូកមួយគ្រឿងនេះក៏បានកែឡើងវិញដោយស្នាដៃរបស់ជាងហួរឬលោកអ៊ំហួរបងប្អូនយើងស្គាល់ហើយបាទដែលតាំងនៅក្នុងរោងសារាយតេជោសែនជ័យយើងហ្នឹងបាទក្រោយពីកែបានរួចរាល់មកទូកនេះគឺមានលបឿនគួរសមទុកជាទីខប់ចិត្តបាទក៏ប៉ុន្តែទូកមួយគ្រឿងនេះក៏មិនបានបង្ហាញមុខមាត់បានយូរនោះដែរក្រោយពីមានវត្តមានរបស់ថ្មីឬក៏យើងនិយាយបានថាទូកថ្មីសមាជិកថ្មីហ្នឹងបាទគឺបានមកដល់ជំរុំមកដល់ទីចុងក្រោយនេះគឺកសាងឡើងនៅក្នុងឆ្នាំ2020ដោយជាស្នាដៃរបស់ជាងហួរផ្ទាល់តែម្ដងដែលមានប្រវែង36ម៉ែត្រចំណុះ75នាក់បើសម្រាប់លបឿនវិញគឺកូនពៅនេះគឺយើងអាចនិយាយបានថាមានលបឿនរៀងសំបកលដែរបាទនិយាយមែនតើណាបាទរៀងសំបកលដែរនៅក្នុងឆ្នាំ2024បងប្អូនយើងឃើញគាត់ហើយគឺបានបង្ហាញរូបរាងបានបង្ហាញលបឿនបានបង្ហាញសមត្ថភាពទៅដល់បងប្អូនយើងអ្នកខេត្តកដាគឺនៅក្នុងក្រុងតាខ្មៅជាមួយនៅក្នុងរាជធានីនៅក្នុងឆ្នាំ2024គឺញាក់សាច់ដែរណាកូនពៅបើសិនជាយើងនិយាយទៅបងប្អូនយើងណាបាទការជោគជ័យទាំងអស់នេះគឺសុទ្ធសឹងតែកើតឡើងទី1គឺទៅលើសាច់ទូកបាទទី1គឺទៅលើសាច់ទូកទី2ទៅលើកម្លាំងចំណោះរៀងពេញសាច់ដែរបាទចំពោះកម្ពុជាតេជោសែនជ័យខ្ញុំគិតថាក្នុងការវិលត្រឡប់មកវិញនេះនៅក្នុងឆ្នាំ2023 2024នេះខ្ញុំឃើញថាសមត្ថភាពកូនពៅរៀងល្អមែនបាទអានេះយើងទទួលស្គាល់ប៉ុន្តែបើរៀងស៊ុំនោះបើតាមដូចជាលោកអ៊ំហ៎បាទលោកអ៊ំដែលជាគណៈកម្មការទូកម្ពុជាតេជោសែនជ័យក៏គាត់មានប្រសាសន៍ដែរគាត់ថានៅក្នុងឆ្នាំ2024បានរៀងចូលស៊ុបបាទចូលស៊ុបអញ្ចឹងយើងចាំមើលភាគបន្តទាំងអស់គ្នាតើនៅក្នុងឆ្នាំ2025 2026តើកូនពៅអាចសាងកេរ្តិ៍ឈ្មោះសាងកេរ្តិ៍ដំណែលដោយទូកកាលពីក្នុងឆ្នាំ1900ជាងនឹងអត់បាទយើងចាំទស្សនាទាំងអស់គ្នាឥឡូវនេះយើងចូលអំពីប្រវត្តិនៃការប្រកួតរបស់គាត់ទាំងអស់គ្នាទី1នោះគឺជាប្រាសាទព្រះវិហារសុកសែនជ័យដែលគាត់ធ្លាប់ជួបនៅក្នុងឆ្នាំ2010ព្រះខ័នពេជ្រគឺនៅក្នុងឆ្នាំ2019រតនកុមារតេជោសែនជ័យនៅក្នុងឆ្នាំ2019ក៏មានតេជោសែនជ័យនៅក្នុងឆ្នាំ2019អត្តរាជកងពេជ្រសែនជ័យនៅក្នុងឆ្នាំ2019ជ័យសំរោងតេជះមកជុលពេជ្រតេជោសែនជ័យទូលល្បាញល្បីរបស់គេដែរបាទទូលល្បីរបស់គេដែរបើសិនជាយើងក៏លេខទៅមើលនៅក្នុងឆ្នាំ2024ស្ថិតនៅក្នុងក្រុងតាខ្មៅគឺគាត់ជួបចំនួនទូក3គ្រឿងទី1គឺពិសិដ្ឋមរតកអំពើវ័នតេជោសែនជ័យដូចជាអ្នករាជធានីភ្នំពេញ
ហើយទី2នោះគឺសារ៉េដេតេជោសែនជ័យសេរីសុទ្ធីហើយឯទូកទី3នោះគឺកឹមសានតេជះបារមីព្រែកដូងបាទបើយើងក៏លេចទៅមើលនៅក្នុងរាជធានីនៅក្នុងឆ្នាំ2024ថ្ងៃទី1គាត់ជួបជាមួយនឹងព្រឹទ្ធាចារ្យមហាតេជោសែនជ័យនៅថ្ងៃទី1ហើយគាត់ជួបជាមួយនឹងបាទព្រឹទ្ធាចារ្យមហាតេជោសែនជ័យនៅថ្ងៃទី3ទៀតយ៉ាងនេះរៀងចម្លែកបន្តិចបងប្អូនយើងណាបាទហើយនៅថ្ងៃទី2គឺគាត់ជួបជាមួយនឹងស្រីម៉ៅក្រាំងយើបងប្អូនយើងហើយប្រវត្តិបន្តទៀតយើងចាំកលេចទៅមើលវីដេអូក្រោយៗទៀតហើយនឹងតាមដានទៅលើទូកនេះទាំងអស់គ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណនិងសូមជម្រាបលាបងប្អូនយើងតែប៉ុណ្្នឹងអរគុណច្រើន